ធនាគារពិភពលោកបានព្យាករណ៍ថាតម្លៃលោហៈមានតម្លៃនឹងកើនឡើងដល់ 42% នៅក្នុងឆ្នាំ 2026 ដោយសារភាពចលាចលរបស់សកលធនាគារពិភពលោកថ្មីនេះបានកែប្រែការព្យាករណ៍របស់ខ្លួនសម្រាប់ទីផ្សារលោហៈមានតម្លៃក្នុងឆ្នាំ 2026 ដោយបច្ចុប្បន្នបានព្យាករណ៍ថាក្រុមលោហៈមានតម្លៃទាំងនេះនឹងកើនឡើងសរុបប្រមាណ 42% ក្នុងឆ្នាំ 2026 នេះជាការកែប្រែយ៉ាងខ្លាំងពីការព្យាករណ៍មុនដោយសារចំនួននៅមជ្ឈមបូព៌ាកាន់តែធ្ងន់ធ្ងរការរំខានដល់ការផ្គត់ផ្គង់ថាមពលកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះនិងភាពមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុកើនឡើងនេះបើយោងតាម sbcgold.com បានចេញផ្សាយកាលពីពេលថ្មីនេះនៅខែមករាឆ្នាំ 2026 ធនាគារពិភពលោកបានចេញរបាយការណ៍ទំនិញមួយដែលព្យាករណ៍ថាសន្ទុះលោហៈមានតម្លៃនឹងកើនឡើងក្រុមនេះរួមមានមាសប្រាក់និងផ្លាទីនក្នុងត្រីមាសទី1ឆ្នាំ 2026 តម្លៃលោហៈទាំងនេះបានកើនលើសការរំពឹងទុករបស់ធនាគារពិភពលោកហើយបានឈានដល់កម្រិតខ្ពស់បំផុតថ្មីដែលមានដូចជាមាសឡើងលើស $5,400 ក្នុងមួយអោនប្រាក់កើនដល់ $116 ក្នុងមួយអោននិងផ្លាទីនឡើងដល់ $2,770 ក្នុងមួយអោននៅចុងខែមេសាធនាគារពិភពលោកបានបង្កើនការព្យាករណ៍របស់ខ្លួនម្ដងទៀតដោយរំពឹងថាលោហៈមានតម្លៃទាំងនេះនឹងកើនឡើង 42% បើប្រៀបធៀបនឹងតម្លៃមធ្យមក្នុងឆ្នាំ 2025 សំខាន់ជាងនេះទៅទៀតលោហៈមានតម្លៃត្រូវបានព្យាករណ៍ថានឹងដំណើរការល្អជាងទំនិញភាគច្រើនផ្សេងទៀតរួមទាំងលោហៈឧស្សាហកម្មជីកសិកម្មនិងថាមពលផងដែរធនាគារពិភពលោកជឿថាប្រាក់នឹងក្លាយជាលោហៈដែលមានការកើនឡើងខ្លាំងបំផុតក្នុងឆ្នាំ 2026 ខណៈផ្លាទីនតាមពីក្រោយចំណែកមាសទោះបីនឹងបន្តឡើងថ្លៃក៏ដោយប៉ុន្តែភាគរយកំណើនអាចតិចជាងដោយសារតម្លៃរបស់វាបានខ្ពស់រួចទៅហើយហេតុអ្វីធនាគារពិភពលោករំពឹងថាលោហៈមានតម្លៃនឹងបន្តកើនឡើង1. វិបត្តិអតិផរណាដែលបង្កដោយថាមពលខែមីនាឆ្នាំ 2026 ក្លាយជាត្រីមាសដែលតម្លៃប្រេងកើនឡើងខ្លាំងបំផុតគិតតាមអតិផរណាចាប់តាំងពីឆ្នាំ 1988 មកការកើនឡើងថ្លៃថាមពលនេះអាចជំរុញអតិផរណាសកលឲ្យកើនឡើងព្រោះតម្លៃប្រេងប៉ះពាល់ដល់គ្រប់វិស័យធនាគារពិភពលោកបានបង្កើនការព្យាករណ៍អតិផរណាសម្រាប់ប្រទេសកំពុងអភិវឌ្ឍដល់ 5.1% ក្នុងស្ថានភាពបែបនេះមាសតែងតែត្រូវបានគេចាត់ទុកថាជាឧបករណ៍ការពារអតិផរណាដ៏ល្អទី2ភាពរំខានទីផ្សារនិងគោលនយោបាយមិនច្បាស់លាស់ធនាគារពិភពលោកបានព្រមានថាការរួមបញ្ចូលគ្នារវាងចំនួននយោបាយនិងអតិផរណាកើនឡើងអាចបំផ្លាញទំនុកចិត្តទីផ្សារនិងធ្វើឲ្យគោលនយោបាយហិរញ្ញវត្ថុមានភាពមិនប្រាកដប្រជានៅពេលមានភាពមិនច្បាស់លាស់កើនឡើងទ្រព្យសម្បត្តិដែលពឹងផ្អែកលើរូបិយប័ណ្ណហ្វៀតជាច្រើនអាចធ្លាក់តម្លៃខណៈមាសនិងប្រាក់ក្លាយជាជម្រើសសុវត្ថិភាពតម្រូវការមាសមានដូចជាពីធនាគារកណ្ដាលពីស្ថាប័នហិរញ្ញវត្ថុធំៗនិងពីវិនិយោគិនបុគ្គលហើយត្រូវបានរំពឹងថានឹងបន្តកើនឡើងទី3 ហានិភ័យ stagflation ស្ថានភាពនេះបង្កើតហានិភ័យ stagflation ដែលមានន័យថាកំណើនសេដ្ឋកិច្ចទាបអតិផរណាខ្ពស់និងតម្លៃទំនិញឡើងខ្លាំងការព្យាករណ៍នៅតែមានទិសដៅវិជ្ជមានទោះបីតម្លៃលោហៈមានតម្លៃបានធ្លាក់ចុះខ្លះពីកំពូលដើមឆ្នាំក៏ដោយអ្នកវិភាគជាច្រើននៅតែមានទស្សនៈវិជ្ជមានថាមាសអាចលើសពី $6,000 ក្នុងមួយអោននិងប្រាក់អាចជិត $105 ក្នុងមួយអោនការព្យាករណ៍ទាំងនេះស្របជាមួយនឹងការកែឡើងវិញរបស់ធនាគារពិភពលោកដែលបង្ហាញថាលោហៈមានតម្លៃអាចនៅតែមានសក្តានុពលកើនឡើងបន្ថែមទៀតក្នុងឆ្នាំ 2026បើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ